ហើយអ្វីបានជាយន្តហោះទម្លាក់គ្រាប់បែក Nuclear B-36 Peachmaker ដ៏ធំមួយនេះត្រូវការម៉ាស៊ីនចំនួន10ដើម្បីអាចហោះហើរបានពេញលេញយន្តហោះ B-36 ត្រូវបានផលិតឡើងនៅដើមឆ្នាំដំបូងនៃសង្គ្រាមត្រជាក់វាគឺជាយន្តហោះយក្សមួយដែលមានទម្ងន់ជាង 40,000 ផោនយន្តហោះដ៏ធំសម្បើមមួយនេះមានស្លាបវិញបំផុតជាងយន្តហោះទម្លាក់គ្រាប់បែកមួយចំនួនដែលធ្លាប់បានផលិតឡើងដើម្បីរុញច្រានកម្លាំងម៉ាស៊ីនដ៏ធំអាចឆ្លងកាត់មហាសមុទ្រទៅកាន់ប្រទេសរុស្ស៊ីបានអ្នករចនាបានដំឡើងម៉ាស៊ីនកង្ហារដ៏ធំសម្បើមចំនួន6ដែលមានកម្លាំង 18,000 សេះនៅខាងក្រោយស្លាបរបស់វាប៉ុន្តែក៏នៅមិនទាន់ប្រសើរទោះបីជាម៉ាស៊ីនទាំង6កំពុងដំណើរការដោយថាមពលអតិបរមាក៏ដោយព្រោះយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់មួយនេះមិនចុះចតក្នុងពេលបំពេញបេសកកម្មនោះទេការហោះឡើងរបស់យន្តហោះយក្សមួយនេះមានភាពយឺតខ្លាំងហើយដំណើរការម៉ាស៊ីនដំបូងគឺមិនស្រួលឡើយដោយអស់សង្ឃឹមចំពោះដំណោះស្រាយភ្លាមៗវិស្វករបានដំឡើងម៉ាស៊ីនយន្តហោះ General Electric ចំនួន4គ្រឿងបន្ថែមទៀតនៅលើស្លាបខាងក្រៅដែលបង្កើតបានជាម៉ាស៊ីនកូនកាត់ចម្លែកមួយដោយមានម៉ាស៊ីនចំនួន6កំពុងវិលនិងម៉ាស៊ីនយន្តហោះចំនួន4កំពុងឆេះទីបំផុតយន្តហោះយក្សមួយនេះមានកម្លាំងរុញច្រានគ្រប់គ្រាន់ដើម្បីចាក់ចេញពីផ្លូវរត់និងហោះហើរក្នុងរយៈកម្ពស់ 50,000 ហ្វីតប៉ុន្តែយន្តហោះចម្បាំងដែលមានម៉ាស៊ីន10គ្រឿងនេះមានតម្លៃថ្លៃមិនគួរឲ្យជឿនិងពិបាកថែទាំនៅពេលដែលវាដំណើរការបានពេញលេញវាហួសសម័យរួចទៅហើយបច្ចុប្បន្នគេបានជំនួសវាដោយយន្តហោះចម្បាំង B-52 វិញ